បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញអត្ថប្រយោជន៍តាក់ទងទៅនឹងបាទទិន្នជាតិមួយប្រភេទនេះបាទវាជាបាទប្រភេទគេហៅថាទិន្នជាតិប្រភេទផ្ទីថ្មណាបងប្អូនបាទអានេះគេហៅផ្ទីថ្មបាទអញ្ចឹងប្រភេទទិន្នជាតិនេះគឺវាដុះអត់ខ្ពស់ទេបងប្អូនបាទចាប់ពីទឹកបាទពីដីមកណាបាទកម្ពស់វាអស់ប៉ុណ្្នឹងឯងគេហៅថាទិន្នជាតិហើយបាទបើសម្រាប់អត្ថប្រយោជន៍គុណសម្បត្តិរបស់វាវិញអានេះច្រើនមុខបាទត្រូវច្រើនមុខមែនតើបាទហើយអានេះអត្ថប្រយោជន៍វាគឺសម្រាប់បងប្អូនដែលមានអាការៈបាសក្តៅក្នុងក៏ត្រូវបាទបើសិនជាបងប្អូនគេហៅថាកើតគេហៅថារដូវដើមទៀងក៏ត្រូវច្រើនមុខមែនតើណាបាទតាក់ទងទៅនឹងផ្ទីថ្មនេះបាទហើយអានេះមិនត្រឹមតែជាប្រភេទឱសថទេបងប្អូនអាចយកទៅធ្វើម្ហូបបានទៀតណាតាក់ទងទៅនឹងដើមផ្ទីនេះកុំឃើញអញ្ចឹងណាបងប្អូនបាទហើយបញ្ហាមួយទៀតបងប្អូនតាក់ទងទៅនឹងចាស់បុរាណគាត់តែងតែយកផ្ទីនេះបាទទៅបបរជាមួយនឹងអង្គបាទដើម្បីធ្វើជាចំណីជ្រូកណាបាទអញ្ចឹងចាស់បុរាណគាត់តែងតែរកផ្ទីថ្មនេះឲ្យបងប្អូនបាទជាអាហារបំពន់មួយដែលមិនអាចខ្វះបានបាទសម្រាប់សត្វផងដែរបាទអញ្ចឹងអត្ថប្រយោជន៍គុណសម្បត្តិវាគឺបានច្រើនមុខមែនតើណាតាក់ទងទៅនឹងដើមផ្ទីថ្មមួយប្រភេទនេះណាបងប្អូនបាទអត់ពុលទេណាបងប្អូនអត់ពុលទេហើយកម្រិតការប្រើទីផ្សោតនេះបើសម្រាប់ដាំទឹកហូបណាបងប្អូនបាទជួយការពារថ្លើមផងដែរពីជំងឺមួយចំនួនតាក់ទងទៅនឹងរោគថ្លើមផងដែរណាបាទអានេះគឺយកហាលឲ្យស្ងួតបងប្អូនបាទកម្រិតប្រើគឺយកចាប់ពី15ទៅដល់30ក្រាមក្នុងមួយឆ្នាំងគឺយើងប្រើទឹកចាប់ពី1លីត្រកន្លះទៅ2លីត្រណាបាទយើងអាចទទួលទានបានអត់ពុលទេបងប្អូនបាទធានាឲ្យណាអត់ពុលទេព្រោះខ្ញុំក៏ធ្លាប់ហូបដែរតាក់ទងទៅនឹងដើមផ្ទីថ្មនេះបងប្អូនបាទស្រស់រំលក់ហូបទឹកគ្រឿងក៏បានដែរបងប្អូនត្រឡប់ខ្លាញ់ក៏បានដែរណាបាទហ្នឹងហើយភាគច្រើនគឺចាស់គាត់តែងតែយកទៅបបរបាយជ្រូកបងប្អូនបាទអញ្ចឹងអត្ថប្រយោជន៍របស់វាល្អណាស់បាទសម្រាប់សុខភាពយើងបាទអញ្ចឹងតកតងទៅនឹងដើមទីថ្មមកប្រភេទនេះវាមិនមែនជាដុះបាទគ្រប់ខែគ្រប់រដូវទេបងប្អូនបាទអានេះជារដូវដើមខែវស្សាបាទចូលដើមខែធ្លាក់ភ្លៀងបងប្អូនបាទធ្លាក់ភ្លៀងតែ1មេ2មេវាចាប់ដើមដុះហើយណាតកតងទៅនឹងទីថ្មមួយប្រភេទនេះណាបងប្អូនបាទអញ្ចឹងគឺខ្ញុំមកថតនេះគឺដើម្បីមកបង្ហាញឲ្យបងប្អូនស្គាល់ពីអត្ថប្រយោជន៍និងការប្រើប្រាស់ឱសថបាទឲ្យបានត្រឹមត្រូវបាទសម្រាប់ព្យាបាលជំងឺឬក៏ជាបន្លែបាទសម្រាប់ហូបផងដែរណាបាទតកតងទៅនឹងដើមផ្ទីថ្មមួយប្រភេទនេះបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនណាដែលអត់ស្គាល់ផ្ទីថ្មនេះជារូបរាងទម្រង់បែបនេះណាបងប្អូនបាទស្លឹកវាអាហ្នឹងតែវាដុះមកវាមានផ្កាកញ្ចុំផ្កាសតែវាផ្កាវានេះអត់តន់រីកទេបងប្អូនបាទនេះតងផ្កាវាបងប្អូនឃើញទេបាទនេះចាប់ផ្ដើមពកមកហើយណាបាទអញ្ចឹងវីដេអូចែកម្លែកតាក់ទងទៅនឹងដើមផ្ទីថ្មមានតែប៉ុណ្្នេះឯងបើសិនជាបងប្អូនណាបាទមានពាក្យឆ្ងល់អីបងប្អូនអាចខមមិនខាងក្រោមវីដេអូបានបាទអរគុណច្រើន